ស្ដីអ្នកនេះខ្ញុំនឹងបង្ហាញអ្នកនេះអំពីរបៀបមកធ្វើរូបបែបនេះទៅជារូប Spider-Man បែបនេះអ្នកនេះអញ្ចឹងយើងគ្រាន់តែមានរូបមួយស្លឹកដែលយើងបានថតដោយកាមេរ៉ាក៏ដោយទូរស័ព្ទក៏បានកាមេរ៉ា professional ក៏ក្នុងក៏ស្អី Sony ក៏បានដែរយើងអាចយកមក generate ឲ្យចេញជារូប Spider-Man បែបនេះអ្នកនេះងាយតែយើងគ្រាន់តែមាន prompt ដែលយើងបានសេហើយយើងប្រើ Google Gemini ដើម្បីធ្វើការ generate អូខេ let's go សម្រាប់គ្នាយើងមិនទាន់ចេះអាចមើលវីដេអូរបស់ខ្ញុំឥឡូវយើងចូលមក Google មកយើងចូលវាយពាក្យថា Google Gemini អូខេហើយអ្នកទាំងគ្នាចុចលើនេះមកអូខេបន្តមកទៀតអ្នកទាំងគ្នាចុចសញ្ញាបូកនេះមកធ្វើការ add រូបភាពដែលអ្នកទាំងគ្នាបានថតអូខេខ្ញុំចុច upload ចុច media packខ្ញុំរើសរូបភាពមួយអូខេរូបភាពរបស់កូនរបស់ខ្ញុំខ្ញុំបានថតដោយកាមេរ៉ាតបនេះយើងធ្វើការផាសprompt ដែលយើងបានសរសេរហើយនៅលើហ្នឹងអូខេហើយអ្នកទាំងគ្នាចុចសញ្ញាព្រួញទៅមុខមកធ្វើការ generate ឥឡូវវាអូខេឥឡូវនេះបាន generate ចេញហើយរូបភាពអ្នកនរនេះគឺរូបរបស់យើងចេញពីរូបបែបនេះហើយមករូបបែបនេះចេញរូប Spider-Man បែបហ្នឹងដោយប្រើ Google Gemini អូខេអញ្ចឹងអ្នកនរគ្នាអាចសាកល្បងធ្វើវាលេងទៅយករូបកូនរបស់អ្នកគ្នាទៅបានថតលើកាមេរ៉ាហើយថតពីណាក៏បានដែរយើងយក upload លើ Google Gemini ដើម្បី generate បានអរគុណបាយបាយ